បើប្រឡងបាន process diagram នៅក្នុង IELTS writing task 1តើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងម៉េចទៅអញ្ចឹងសូមមើលវីដេអូនេះដល់ចប់ខ្ញុំនឹងចែកម្លែកអ្នកនរគ្នាអំពីរបៀបនៃការសរសេរ process diagram នៅក្នុង IELTS writing task 1អញ្ចឹងសិស្សភាគច្រើនឲ្យតែឃើញ process diagram គឺគាត់ភ័យហ្មងដោយសារគាត់ថាវាពិបាកតាមពិតទៅ process diagram ហ្នឹងវាស្រួលជាងអីផ្សេងទៀតស្រួលជាង map ស្រួលជាង table ស្រួលជាង chart ឬក៏ស្រួលជាង line graph ស្រួលជាងអីទាំងអស់ដោយសារតែអ្នកនរគ្នាត្រូវ follow overview structure នេះអញ្ចឹងនៅក្នុង process writing structure ហ្នឹងគឺដូចគ្នាជាមួយនឹងប្រភេទផ្សេងនៃ visual ទាំងអស់ដែលខ្ញុំបានចែកម្លែកនៅវីដេអូមុនអញ្ចឹងត្រូវអ្នកទាំងអស់គ្នាត្រូវសរសេរ4 paragraph right អញ្ចឹង paragraph ទី1ដែលអ្នកទាំងអស់គ្នាត្រូវសរសេរនោះគឺ introduction បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវសរសេរ overview បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវសរសេរ feature 1ហើយ paragraph ទី2ហ្នឹងទី4ហ្នឹងអ្នកទាំងអស់គ្នាសរសេរអំពី feature 2តោះអញ្ចឹងអ្នកទាំងអស់គ្នាបានរៀនអំពី structure នៃ format ហ្នឹងហើយអ្នកទាំងអស់គ្នាអាចឆែកបានមើលនៅក្នុងវីដេអូមុនដែលខ្ញុំបានចែកម្លែកហើយអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាតើនៅក្នុង introduction អ្នកទាំងអស់គ្នាសរសេរអី overview សរសេរអី feature 1អ្នកទាំងអស់គ្នាសរសេរអីហើយ feature 2អ្នកទាំងអស់គ្នាត្រូវសរសេរអីអូខេឧទាហរណ៍ថាខ្ញុំឲ្យ graph នេះមួយទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងតើអ្នកទាំងអស់គ្នា start ដោយរបៀបណា right អញ្ចឹងដោយសារតែអ្នកទាំងអស់គ្នាដឹងថាអានេះតកតងជាមួយនឹងបើយើងមើលទៅវាតកតងជាមួយនឹង sugar production បានន័យថាគឺការផលិតស្ករ right ការផលិតស្ករអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ start ដោយរបៀបណាអញ្ចឹងអ្នកទាំងអស់គ្នាទី1អ្នកទាំងអស់គ្នាសម្រាប់ introduction អ្នកទាំងអស់គ្នាត្រូវតែ paraphrase នៃ prompt ដែលគេឲ្យអញ្ចឹង prompt ហ្នឹងគេនិយាយថាតកតងជាមួយនឹងការផលិតស្ករអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាយក introduction ហ្នឹងមកសរសេរពាក្យភាសាថ្មីប៉ុន្តែទុកអត្ថន័យឲ្យគេនៅដដែលហើយសម្រាប់ overview វិញតើ overview យើងទៅសេអីសម្រាប់ overview កន្លែងហ្នឹងអ្នកទាំងអស់គ្នាអត់មានបបាអីទេអ្នកទាំងអស់គ្នាគ្រាន់តែសេចំនួន step ដែលគេផលិតស្ករហ្នឹងអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាឃើញ graph ហ្នឹងគឺអ្នកទាំងអស់គ្នាអាចនិយាយថា sugar production ហ្នឹងគឺ involve 7 main stages ហើយអ្នកទាំងអស់គ្នាអាចប្រាប់ថាចាប់ផ្ដើមដោយរបៀបណាចាប់ផ្ដើមដោយអីគេ growing the sugar cane on farm អញ្ចឹងទៅហើយចុងបញ្ចប់គឺគេអីគេសម្ងួតស្ករហ្នឹងដើម្បីឲ្យវាខ្លាយទៅចេញសរោមហ្នឹងឲ្យវាខ្លាយជាស្ករអញ្ចឹង again overview អ្នកទាំងអស់គ្នាគ្រាន់តែប្រាប់ចំនួន step ហើយប្រាប់គេថាគេចាប់ផ្ដើមដោយរបៀបណាហើយគេបញ្ចប់បានរបៀបណាអញ្ចឹងអ្នកទាំងអស់គ្នាចាប់ overview ទី1បាទsorry ចាប់ overview មួយបាទហើយសម្រាប់ feature 1ហើយ feature 2ស៊ីសងទៅលើអ្នកទាំងអស់គ្នាទេអញ្ចឹង feature 1ហើយ feature 2អ្នកទាំងអស់គ្នាអាចបំបែកចេញជា2 paragraph អ្នកទាំងអស់គ្នាត្រូវតែប្រើ linking word ដើម្បីបញ្ជាក់ពី order បានន័យថាលំដាប់លំអោយនៃការធ្វើឧទាហរណ៍ stage 1គេធ្វើចាប់បន្ទាប់មកអ្នកទាំងអស់គ្នាអាចនិយាយ next ឬក៏ then គេធ្វើអីគេអញ្ចឹងទៅអញ្ចឹង linking word នោះដើម្បីអ្នកទាំងអស់គ្នាប្រើដើម្បីបញ្ជាក់ពី order លំដាប់លំដោយនៃការផលិតស្ករហ្នឹងហើយ remember មួយទៀតអ្នកទាំងអស់គ្នាត្រូវប្រើ passive voice passive voice វាជាសំខាន់មែនសម្រាប់ការធ្វើ process diagram ដោយសារតែអ្នកទាំងអស់គ្នាប្រើ passive voice អ្នកទាំងអស់គ្នាយើងនិយាយអំពីរបៀបនៃការធ្វើអីមួយអញ្ចឹងរបស់ហ្នឹងវាអាចផលិតខ្លួនឯងបានទេត្រូវទេអញ្ចឹងត្រូវការមនុស្សផលិតអញ្ចឹងដើម្បីបញ្ជាក់ថាវាទទួល action អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវប្រើ passive ហើយចុងក្រោយគេហ្នឹងអ្នកទាំងអស់គ្នាត្រូវ pay attention ទៅលើ synonym ដែរដោយសារតែនៅក្នុង process diagram គឺគេឲ្យពាក្យឲ្យយើងមកនៅក្នុងហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើមួយពាក្យគេទាំងដលបានទេអ្នកទាំងអស់គ្នាត្រូវការប្រើ synonym អូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាបើសិនជាមានជំនួយបន្ថែមអ្នកទាំងអស់គ្នាអាច comment down below